មុនខ្ចីលុយបងប្អូនត្រូវតែដឹងរឿង3យ៉ាងធំនេះទី1មានចំណូលច្បាស់លាស់ទី2មានគោលបំណងនៃការខ្ចីលុយច្បាស់លាស់និងទី3សមត្ថភាពសងត្រឡប់មកវិញបាទសូមគោរពជំរាបសួរខ្ញុំបាទបូដំវិជាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនដែលបានមកធ្វើវីដេអូចែករំលែកស្តីពីការដំណើរការអាជីវកម្មប្រចាំស្របច្បាប់ស្តីពីការផ្ដល់កម្ចីធ្វើមិនបានជោគជ័យនិងផ្សេងទៀតផងដែរអញ្ចឹងថ្ងៃនេះខ្ញុំយកមកចែករំលែកពីការដែលបងប្អូនធ្វើមិនអាចទៅទទួលបានកម្ចីមួយជោគជ័យពីក្រុមហ៊ុនប្រចាំស្របច្បាប់បាទអញ្ចឹងទី1គឺបងប្អូនត្រូវតែមានគេហៅថាចំណូលមួយច្បាស់លាស់ចំណូលច្បាស់លាស់នោះជាអ្វីបានន័យថាបងប្អូនត្រូវតែមានមុខរបរមួយច្បាស់លាស់ឬក៏ការងារមួយដែលត្រឹមត្រូវមានជាមុខរបរដែលអាចមានចិញ្ចៀនបានបតង់ឬក៏មានមុខរបរដែលមានទីតាំងមួយច្បាស់លាស់ផ្សេងហើយបើសិនជាបងប្អូនជាអ្នកធ្វើការវិញគឺបងប្អូនត្រូវមានការងារត្រូវមានលិខិតបញ្ជាក់ការងារបងប្អូនលិខិតបញ្ជាក់ប្រាក់បៀវត្សផ្សេងផងដែរបាទអញ្ចឹងអាហ្នឹងហើយគឺដើម្បីឲ្យក្រុមហ៊ុនបញ្ចាំស្របច្បាប់យកទៅសិក្សាតើចំនួនប្រមាណដែលបងប្អូនមានតម្រូវការហើយចំនួនប្រមាណដែលក្រុមហ៊ុនបញ្ចាំស្របច្បាប់អាចធ្វើការបញ្ចេញសាច់ប្រាក់អាចទៅឲ្យបងប្អូនដើម្បីការពារហានិភ័យបងប្អូនទៅថ្ងៃក្រោយកុំឲ្យមានប៉ះពាល់ទៅលើហិរញ្ញវត្ថុបងប្អូននោះផងដែរបាទអញ្ចឹងទី2គឺបងប្អូនត្រូវមានគោលបំណងច្បាស់លាស់គោលបំណងច្បាស់លាស់សំដៅទៅលើថានៅពេលដែលបងប្អូនយកសាច់ប្រាក់ទៅប្រើប្រាស់នោះគឺបងប្អូនតម្រូវការអ្វីឲ្យពិតប្រាកដបើសិនបងប្អូនអ្នកធ្វើអាជីវកម្មអញ្ចឹងគឺបងប្អូនយកទៅពង្រីកអាជីវកម្មបងប្អូនអញ្ចឹងសាច់ប្រាក់ដែលបងប្អូនយកកម្ចីទៅគឺបានន័យថាវានឹងបង្កើតគោលដើម្បីឲ្យបងប្អូនអាចមានលទ្ធភាពក្នុងការបង់សងត្រឡប់មកវិញបង់ការជាប្រចាំខែអីផ្សេងដើម្បីកុំឲ្យបងប្អូនមានផលប៉ះពាល់ទៅលើវិបត្តិហិរញ្ញវត្ថុផ្សេងហើយបងប្អូនជាអ្នកធ្វើការវិញគឺបងប្អូនត្រូវការលុយយកទៅប្រើប្រាស់សម្រាប់ទៅធ្វើកិច្ចការងារផ្សេងហើយប្រាក់បៀវត្សបងប្អូនគឺមានលំនឹងល្អសម្រាប់ធ្វើការមកសងត្រឡប់មកក្រុមហ៊ុនប្រចាំស្របច្បាប់វិញផងដែរអានឹងហើយគឺយើងសិក្សាពីគោលបំណងបងប្អូនមិនមែនបងប្អូនយកលុយទៅសម្រាប់ទៅបង់លួសអីផ្សេងបន្ថែមទៀតអីនោះគឺធ្វើឲ្យបងប្អូននឹងជួបនៅវិបត្តិហិរញ្ញវត្ថុដូចគ្នាបាទហើយចំណុចដែលទី3គឺបងប្អូនគឺសិក្សាទៅលើលទ្ធភាពសងហ្នឹងហើយអញ្ចឹងលទ្ធភាពសងគឺបានន័យថាយើងនឹងធ្វើការកាល់កូឡេទៅលើថាតើបងប្អូនបោះឯកសារទាំងអស់នេះចំណូលបងប្អូនពីឆ្វេងពីស្ដាំ1 2 3នេះអញ្ចឹងយើងសិក្សាមើលទៅតើបងប្អូនអាចមានលទ្ធភាពសងត្រឡប់មកវិញប្រមាណទើបយើងធ្វើការសិក្សាឲ្យដាក់កញ្ចប់លុយទៅឲ្យបងប្អូនត្រឹមត្រូវនៃការងារដែលបងប្អូនអាចមានសមត្ថភាពសម្រាប់បង់ការជាប្រចាំខែហើយនឹងដល់ពេលដល់កុងត្រាបងប្អូនអាចមានលទ្ធភាពយកលុយទាំងដុំមកលួសទ្រព្យសម្បត្តិបងប្អូនទៅវិញបាទចឹងហើយនៅក្រុមហ៊ុនប្រចាំស្របច្បាប់គឺយើងធ្វើការ take care ធ្វើការត្រួតពិនិត្យដើម្បីឲ្យបងប្អូនទទួលបានសាច់ប្រាក់ទៅប្រើប្រាស់តាមតម្រូវការហើយបន្ទាប់មកមិនមានបញ្ហាត្រូវលក់ឡៃទ្រព្យសម្បត្តិត្រូវបោះបង់ទ្រព្យសម្បត្តិបងប្អូនចោលអ្វីដែលពួកយើងធ្វើរាល់ថ្ងៃនេះនៅក្រុមហ៊ុនប្រចាំស្របច្បាប់គឺយើងត្រូវការតែបងប្អូនបង់ការប្រាក់ឲ្យត្រឹមត្រូវជារៀងរាល់ខែនិងដល់ពេលវេលានៃកុងត្រាបងប្អូនត្រឡប់មកយកទ្រព្យសម្បត្តិបងប្អូនវិញតែប៉ុណ្ណោះយើងអត់មានបំណងក៏យើងមានវិជ្ជាជីវៈនៅក្នុងការសិក្សាទ្រព្យសម្បត្តិរក្សាទុកទ្រព្យសម្បត្តិបងប្អូនឲ្យមានសុវត្ថិភាពហើយចាំពេលវេលាដែលបងប្អូនមកលួសវិញតែប៉ុណ្ណោះដោយយើងមិនមានបំណងណាមួយដោយចាំតែកាត់កងយកទ្រព្យសម្បត្តិបងប្អូនមកធ្វើជាកម្មសិទ្ធិរបស់យើងឡើយបាទអញ្ចឹងហើយមុននឹងបងប្អូនជ្រើសរើសទៅកន្លែងប្រចាំមួយដែលស្របច្បាប់បងប្អូនសិក្សាលើអាជ្ញាប័ណ្ណសិក្សាលើវិញ្ញាបនបត្ររបស់ក្រុមហ៊ុនគេផងដើម្បីអីបងប្អូនទៅកន្លែងមួយដែលបងប្អូនអាចធ្វើការដាក់ប្រចាំរបស់ទ្រព្យបងប្អូនទៅបងប្អូនអាចទៅលួសវិញបានហើយរបស់ទ្រព្យបងប្អូនមានសុវត្ថិភាពមានគេហៅថាការទុកដាក់រក្សាយ៉ាងត្រឹមត្រូវផងដែរបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមកចែករំលែក3ចំណុចនេះសម្រាប់ឲ្យបងប្អូនអាចសាច់សេះនៅក្នុងការទទួលបានសាច់ប្រាក់ទៅប្រើប្រាស់តាមតម្រូវការពីក្រុមហ៊ុនប្រចាំស្របច្បាប់ផងដែរពីខ្ញុំបាទបូដំវិជាសូមអរគុណសូមជម្រាបលា